បាទសូមជម្រាបសួរបាទចឹងសម្រាប់ពេលល្ងាចចឹងពេលមកដល់ក្រោលបាទហើយថ្ងៃនេះក៏អត់បានចេញទៅឃ្វាលខ្លួនឯងដែរដោយសារអត់សូវស្រួលខ្លួនហើយក៏ប៉ាគាត់បលាក់ទៅឃ្វាលបាទហើយឃើញថាត្រឡប់មកវិញបាទឃើញសើមខ្នងតិចនេះវាមានភ្លៀងណាភ្លៀងក៏ភ្លៀងពីសាដែរសម្រាប់ថ្ងៃនេះតែมันជាខ្លាំងអញ្ចឹងឃើញថាគ្រប់គូទាំងអស់ក៏ស៊ីឆ្អែតដែរហើយរាល់ថ្ងៃខ្ញុំក៏កាត់ស្មៅមកឲ្យស៊ីហើយស្មៅដាំខាងក្រោយរបស់យើងជាប្រភេទស្មៅនាពានេះវាកាន់តែវែងខ្លាំងហើយខ្ចីក៏ខ្លាំងដែរតែយើងកាប់ឲ្យស៊ីហើយកិនវាអត់កើតដោយសារភ្លៀងបបាច់រាល់ថ្ងៃអញ្ចឹងកាប់មកកិនវាអ៊ូលហើយណាមួយកិនយើងក៏រៀងពិបាកផងអញ្ចឹងហើយខ្ញុំក៏អត់បានកាប់កិនយើងមានតែកាត់ស្មៅតាមវាលមកឲ្យវាស៊ីបាទអញ្ចឹងសម្រាប់យើងជាកសិករបាទឃើញថាទោះបីជាគូស៊ីស្មៅឆ្អែតយ៉ាងណាក៏ដោយក៏ឃើញស្មៅចេះតែចង់ឲ្យវាស៊ីបន្ថែមទៀតនៅពេលយប់តែដោយឡែកសម្រាប់ថ្ងៃនេះអត់បានឲ្យស៊ីទេព្រោះអត់ទៅស្រួលខ្លួនបាទហើយក្នុងនោះផងដែរបាទអញ្ចឹងបងប្អូនអ្នកដែលនៅក្នុងមិនថានៅក្នុងប្រទេសខ្មែរឬក៏ប្រទេសផ្សេងទេបានឃើញរវាងចំនួនបាទរ៉ាំរ៉ៃជាមួយនឹងប្រទេសសៀមឬក៏ប្រទេសថៃនេះធ្វើឲ្យប្រជាជននៅតាមបន្ទាត់ព្រំដែនបាទជាប់នឹងខាងថៃក៏មានភាពមិនជាសប្បាយចិត្តហើយក៏ក្រសួងការវិជាតិក៏បានប្រកាសសារជាថ្មីថាมันមានជាបញ្ហាអីទេឲ្យបងប្អូនទាំងអស់គ្នាបាទសប្បាយរីករាយវិញក៏ដូចជាប្រុងប្រយ័ត្នដើម្បីការពារព្រោះយើងក៏មើលអត់ឃើញដែរតែអ្វីនេះគឺយើងបានមកសភាពរៀបស្ងាត់ជាងពី3ថ្ងៃមុនផងដែរហើយតេតោនឹងព័ត៌មានដែលខ្ញុំបានឃើញក៏មានเพจព័ត៌មានថៃ3ក៏ដូចជាទូរទស្សន៍3ក៏បានផ្សព្វផ្សាយបាទខុសពីការពិតដែលក្រសួងការពារជាតិខាងខ្មែរយើងបាននិយាយហើយជាពិសេសបងប្អូនឬក៏ម្ចាស់เพจធំគាត់តែងតែយកព័ត៌មានមិនច្បាស់ការពីខាងថៃយកមកផ្សាយមកលើខាងបន្ទោសមកខាងភាគីការខ្មែរយើងវិញតែអ្វីដែលច្បាស់ការគឺខ្ញុំមានបងប្អូននៅខោជួរមុខនៅខាងតំបន់មុំ3ក្តីដែលគាត់នៅទីនោះគឺมันមានការដកទ័ពឬក៏ថយអីចេញពីក្នុងទឹកដីរបស់យើងទេគ្រាន់តែខាងក្រសួងក៏បានប្រកាសសម្របសម្រួលដោះស្រាយដើម្បីកុំឲ្យវាមានបញ្ហាសង្គ្រាមធម្មតាទេយើងជាប្រជាជនមិនថាតែយើងឬក៏ជនជាតិថៃឬក៏ជនជាតិសៀមទេគឺមិនចង់ឲ្យមានទេតែបើសិនជាគេបង្កបញ្ហាយើងក៏ត្រូវតែការពារខ្លួនផងដែរបាទអញ្ចឹងខ្ញុំមិនបង្ហាញអីច្រើនបន្ថែមទេគ្រាន់តែថាដឹងជំរាបទៅដល់បងប្អូនទាំងអស់គ្នាកុំឲ្យមានការព្រួយបារម្ភព្រោះសម្រាប់ខ្ញុំក៏នៅផ្ទាល់នឹងជាយដែននេះផងដែរបាទតែខាងនេះมันមានជាបញ្ហាទេបញ្ហាដែលប្រឈមពីមុនបងប្អូនទាំងអស់គ្នាក៏បានដឹងផងដែរបាទហើយជាបន្តនេះចូលមកដល់ក្រោលគូនេះវិញបាទសម្រាប់បងប្អូនដែលនៅតែចង់ចិញ្ចឹមជាមួយនឹងគូបាទអញ្ចឹងខ្ញុំក៏មាននៅច្រើនដែរសិតសឹងជាប្រភេទមេជាប់គូដូចខ្ញុំបានបង្ហាញនេះបាទឃើញថាវាក៏ឡើងសាច់កាន់តែច្រើនហើយមេនេះខ្ញុំក៏បានដាក់បារួចរាល់ហើយមេជាច្រើនទៀតដែលយើងធ្វើការលក់បងប្អូនអ្នកដែលមានចំណាប់អារម្មណ៍ចង់បានបងប្អូនអាចមកមើលផ្ទាល់ឬក៏អាចសាកសួរតាមលេខទូរស័ព្ទ097 89 78 097គឺមួយក៏បងប្អូនដែលមានប្រើប្រាស់ជាមួយនឹង Telegram បងប្អូនអាចចូលតាមលេខ Telegram ដែលមានលេខដែលខ្ញុំបានប្រកាសផងដែរបាទអញ្ចឹងការចិញ្ចឹមរបស់ខ្ញុំនេះគឺរបៀបហ្នឹងហើយយើងក៏ឲ្យស៊ីស្មៅធម្មជាតិពេលដែលបងប្អូនប្រជាកសិករជាទូទៅគាត់យកទៅគាត់ងាយស្រួលក្នុងការឲ្យស៊ីបាទបើសិនជាបងប្អូនទិញប៉ះនៅកន្លែងដែលគេចិញ្ចឹមប្រើប្រាស់ជាមួយនឹងចំណីបងប្អូនយកទៅវាអត់សូវស៊ីឬក៏ប្រឈមនឹងបញ្ហាណាមួយក៏វាជាភាពលំបាកមួយដែរតែសម្រាប់ខ្ញុំនេះគឺខ្ញុំគ្រាន់តែមានជាស្មៅដាំក៏ដូចជាស្មៅតាមវាលហើយយើងក៏មានជាស៊ុំជាក្រលសម្រាប់ដាក់ឲ្យស៊ីនៅពេលយប់ហើយក្នុងនោះផងដែរយើងក៏អាចនឹងការប្រើប្រាស់ជាមួយនឹងវ៉ាក់សាំងក៏ដូចជាចាក់ថ្នាំផ្សេងសម្រាប់ជួយសម្រួលទៅដល់គូដែលនៅក្នុងករបស់យើងនេះបាទដូចដែលឃើញអញ្ចឹងគឺមកពីវាលវាឆ្អែតពីពីបាទហើយនេះជាកូនបាទស្រស់ស្អាតអញ្ចឹងបងប្អូនអ្នកដែលមានចំណាប់អារម្មណ៍បាទចង់បានបាទគឺថាកូននេះបាទទៅអនាគតគឺជាប្រភេទផែនបាតម្ដងហើយល្អបាទ
ពោះបាទហើយនេះជាមេរបស់វានៅខាងនេះហើយយើងក៏មានមេតម្លៃមេជាប់កូនដូចខ្ញុំបានបង្ហាញហ្នឹងបាទ3លានជាងឬក៏4លានជាងទៅតាមខែនហើយឬក៏មានមេប្រភេទមេឡាយផងដែរបាទអញ្ចឹងក្នុងវីដេអូមួយនេះសូមបង្ហាញជូនតែត្រឹមហ្នឹងទេហើយជាចុងក្រោយបើសិនជាបងប្អូនពេញចិត្តនៅបណ្ដាញប្រព័ន្ធ YouTube ក៏សូមជួយចែកជាវឬក៏ប្រព័ន្ធ Facebook បងប្អូនក៏សូមជួយចែករំលែកបាទអញ្ចឹងទៅសម្រាប់អរគុណនិងជម្រាបលា